ធម្មតាខ្ញុំចូលចិត្តធ្វើស៊ុបជើងគោញ៉ាំជាមួយនឹងមីគេហៅថាស៊ុបមីបាក់ធំហ្មងចាដល់ពេលឥឡូវនេះថ្ងៃហ្នឹងអត់មានមីទេនៅផ្ទះអញ្ចឹងទៅធ្វើស៊ុបជើងគោដូចគ្នាប៉ុន្តែយើងញ៉ាំមួយបាយគ្រាន់ថាបានហត់ទឹកស៊ុបក្តៅក្តៅញ៉ាំបន្លែញ៉ាំអីចឹងណាគឺថាមានកម្លាំងខ្លាំងមែនទែនហ្មងហើយនិយាយពីថាជាតិឆ្ងាញ់ណាស់បងប្អូនហើយសម្រាប់បងប្អូនចូលចិត្តមុខម្ហូបនេះក៏ភ្លេចតាមដានពីវិធីធ្វើទាំងអស់គ្នាសម្រាប់របៀបធ្វើដំបូងហ្នឹងគឺខ្ញុំយកជើងគោហ្នឹងចាយកមកស្រុះមកទឹកសិនណា ចាជើងគោនេះគឺយើងទិញមកគឺគេកាត់មកស្អាតហើយអស់ហើយគេពុះជាពីរដើម្បីកុំឲ្យវាធំពេកចាយើងស្រុះវាប្រហែលជាមួយពុះហ្នឹងទៅគឺបានហើយយើងស្រង់ទឹកហើយយើងយកទៅលាងសម្អាតម្ដងទៀតមកចំណែកឯបន្លែវិញគឺខ្ញុំមានជាមួយនឹងឆៃថាវការ៉ុតចាពោតស្ពៃបូកគោអីហ្នឹងឯងគឺយើងហាន់វាម្ដុំចឹងទៅគឺយើងដាក់បន្លែរៀងច្រើនទៅដើម្បីចេញជាតិផ្អែមពីបន្លែហើយយើងញ៉ាំទៅប៉ះបន្លែប៉ះអីផងចឹងតែបន្លែនេះចង់ច្រើនជ្រុល ចាពោតអីហ្នឹងគឺយើងដាក់ទៅបងប្អូនមានបន្លែដាក់ហ្នឹងទៅហើយនិយាយពីថាទឹកស៊ុបរបស់យើងមានជាតិខ្លាំងមែនទែនចាបន្ទាប់មកគឺយើងដាំជាមួយនឹងរំដេងស្លឹកក្រូចសើចហើយស្លឹកក្រូចខ្ទឹមអីហ្នឹងគឺយើងយកទៅអាំងឲ្យឈ្ងុយមកណាចាបន្ទាប់ពីយើងស្រុះជើងគោយើងលាងទឹកលាងអីហើយហ្នឹងយើងដាក់ឆ្នាំងស៊ុបយើងមួយទៀតមកហើយយើងដាំទឹកនៅពេលដែលទឹកយើងជិតពុះហើយយើងអាចដាក់ជើងគោយើងចូលបានហើយបន្ទាប់មកទៀតសូមយើងដាក់ដុំស៊ុបហើយមានគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមបារាំងអីហ្នឹងគឺយើងយកទៅអាំងឈ្ងុយយើងដាក់ចូលមកចាស្លឹកក្រូចសើចអីហ្នឹងហើយនៅពេលដែលយើងរំងាស់ជើងគោរបស់យើងមើលតើថាចិត្តផុយហើយចាចិត្តផុយល្មមឆ្ងាញ់ហើយគឺយើងដាក់បន្លែដើម្បីរំងាស់ជាមួយចាបន្លែហ្នឹងដូចបងប្អូនឃើញដដែលអញ្ចឹងមានឆៃថាវមានពោតមានការ៉ុតមានអីចឹងទៅហើយបងប្អូនមើលទឹកស៊ុបគឺថាអូយឡើងថ្លាឡើងជាតិហ្មងព្រោះអីសិតតែបន្លែសិតតែជើងគោហើយជើងគោហ្នឹងបងប្អូនបើថាយើងរំងាស់ល្មមហើយកុំឲ្យវាផុយពេកនៅរៀងច្រប់តិចអូយញ៉ាំជ្រលក់ទឹកស៊ីអ៊ីវគឺឆ្ងាញ់មែនទែនតែបើថាបែបអ្នកបាត់ដំបងវិញជើងគោជើងជ្រូកគេស្ងោរអីចឹងហ្នឹងភាគច្រើនគេញ៉ាំជាមួយនឹងទឹកប្រហុកចាគេធ្វើជ្រក់ទឹកប្រហុកអូយឆ្ងាញ់មួយយ៉ាងរបស់គេបងប្អូននិយាយរួមទៅគឺមុខម្ហូបប្រចាំតំបន់ឆ្ងាញ់ណាស់ចានៅពេលដែលជើងគោរបស់យើងមើលទៅមកល្មមផុយឆ្ងាញ់ហើយគឺខ្ញុំដាក់ជាមួយនឹងស្ពៃបូកគោចុងក្រោយគេនៅពេលដែលស្ពៃយើងរៀងទន់ចាទឹកសឡយើងរៀងពុះហើយគឺខ្ញុំដាក់គ្រឿងផ្សំបន្ថែមពួកអីព្រោះទៅរៀងស្ទើដាក់ទឹកត្រីអំបិលបន្តិចស្ករបន្តិចចឹងទៅហើយម្សៅស៊ុបបន្តិចអីចឹងទៅហើយចុងក្រោយគេគឺខ្ញុំដាក់ជាមួយនឹងម្អមដាក់ម្អមចូលភ្លាមគឺថាឈ្ងុយហ្មងឆ្ងាញ់ណាចាស៊ុបអីស៊ុបជើងគោស៊ុបគោស៊ុបអីបងប្អូនបើថាយើងដាក់ម្អមដាក់អីចូលញ៉ាំជាមួយអូឈ្ងុយឆ្ងាញ់មែនតើនិយាយរួមទៅគឺខ្ញុំចូលចិត្តដែរតែនេះបើសិនជាអ្នកគេអត់ចូលចិត្តម្អមក៏គេមិនបាច់ដាក់ក៏បានដែរចាគឺបានដូចគ្នាអត់មានបញ្ហាអីទេយើងដាក់ជីអីផ្សេងទៅចាតែបើថាខ្ញុំវិញគឺខ្ញុំចូលចិត្តម្អមហ្នឹងហ្មងឥឡូវនេះគឺមុខម្ហូបរបស់ខ្ញុំគឺថាឆ្អិនរួចរាល់ហើយមិនដែរបងប្អូនតំណងអត់ចាហើយថ្ងៃហ្នឹងមានភ្ញៀវចឹងទៅធ្វើមុខម្ហូបរៀងច្រើនបន្តិចអូខេអរគុណច្រើនជម្រាបលា